សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់អេពីសូតទី9នៃតើខ្ញុំជាមនុស្សអាក្រក់ឬទេឬក៏ Am I the asshole អញ្ចឹងនេះជាចំណងជើងរបស់អេពីសូត9តើខ្ញុំជាមនុស្សអាក្រក់ឬទេដែលបានប្រាប់មិត្តប្រុសរបស់ខ្ញុំឲ្យចាស់ទុំឡើងមិត្តប្រុសរបស់ខ្ញុំអាយុ24ឆ្នាំខ្ញុំ23ឆ្នាំបានតាក់ទងគ្នាច្បាស់លាស់រយៈពេល4ឆ្នាំហើយរាល់ពេលដែលខ្ញុំលើកយករឿងរើមកនៅជាមួយគ្នាមកនិយាយគាត់តែងតែថាទេលុះត្រាតែយើងមានសមត្ថភាពទិញផ្ទះជាមួយគ្នាសិនទើបគាត់អាចរស់នៅជាមួយខ្ញុំបានប៉ុន្តែកលៈទេសៈជាក់ស្ដែងឥឡូវនេះពួកយើងគ្មានសមត្ថភាពនឹងទិញផ្ទះខ្លួនឯងទេព្រោះនៅទីក្រុងដែលយើងរស់នៅផ្ទះថ្លៃខ្លាំងណាស់ខ្ញុំមានខុនដូផ្ទាល់ខ្លួនមានបន្ទប់គេង3តែគាត់រស់នៅជាមួយប៉ាម៉ាក់របស់គាត់ប៉ុន្តែនៅក្នុងបន្ទប់ដាក់អីវ៉ាន់អា basement គេពេលដែលខ្ញុំសួរនាំគាត់អំពីរឿងពេលវេលាទៅថ្ងៃមុខឧទាហរណ៍ថារឿងរស់នៅជាមួយគ្នារឿងរៀបការឬក៏រឿងមានកូនជាដើមគាត់តែងតែនិយាយថាគាត់អត់ដឹងទេខ្ញុំគួរតែបណ្ដោយតាមនឹងសិនទៅពីព្រោះវាអត់ចាំបាច់ត្រូវមាន timeline អីទេស្ដាប់ទៅវាមិនអីទេប៉ុន្តែសម្រាប់ខ្ញុំមិនចង់រស់នៅរងចាំមនុស្សប្រុសដែលគ្មានបំណងនឹងធ្វើឲ្យខ្ញុំខ្លាយទៅជាមនុស្សដែលមានតម្លៃសម្រាប់គាត់ជាងនឹងខ្ញុំមិនចង់ធ្វើត្រឹមតែជាមិត្តស្រីប្រចាំសប្តាហ៍តែប៉ុណ្ណោះទេហេតុផលមួយទៀតដែលគាត់បដិសេធមិនព្រមចូលរស់នៅជាមួយខ្ញុំព្រោះគាត់និយាយថាគាត់មិនចង់ក្រចំណូលប្រចាំខែរបស់គាត់បានចំណាយទៅលើថ្លៃសេវាទូរស័ព្ទហើយនិងថ្លៃធានារ៉ាប់រងឡានរបស់គាត់តែប៉ុណ្ណោះពីព្រោះប៉ាម៉ាក់របស់គាត់មិនបានឲ្យគាត់ចេញថ្លៃផ្ទះអីទេដូច្នេះហើយរឿងរ៉ាវទាំងនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំជាបញ្ហាហើយខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់គេព្រោះហេតុអីបានជាគាត់សុខចិត្តរស់នៅក្នុងបន្ទប់ដាក់អីវ៉ាន់របស់ប៉ាម៉ាក់គាត់ជាជាងចូលមកនៅជាមួយខ្ញុំដែលជាមិត្តស្រីដល់ទៅ4ឆ្នាំទាំងដែលខ្ញុំមានខុនដូហើយស្រាប់តើខ្ញុំជាមនុស្សអាក្រក់ឬទេដែលបានប្រាប់គាត់ឲ្យចាស់ទុំឡើងឈប់ធ្វើជាក្មេងដែលគ្មានប្រយោជន៍ទៀតមិនអញ្ចឹងទេខ្ញុំនឹងគិតម្ដងទៀតពី relationship មួយនេះអូខេ top comment ជាក់ស្ដែងទៅគេបានប្រាប់នាងរួចហើយតើថាគ្មានពេលវេលាណាមួយច្បាស់លាស់អំពីការរៀបការហើយនឹងយកកូនទេដូច្នេះហើយជឿគេទៅ and move on អូខេចូលមកការគិតរបស់ខ្ញុំរៀង speechless ខ្ញុំមិនដឹងតែនិយាយថាម៉េចហេតុអីបានចង់បានមនុស្សបែបហ្នឹងយកមកធ្វើជាអនាគតប្តីខ្លួនឯងវា unfair ហ្មងដែលយើងយកមនុស្សប្រុសដែរអត់មានទំនួលខុសត្រូវមនុស្សមកស្រួលអញ្ចឹងណាហើយយកមនុស្សអញ្ចឹងមកឲ្យធ្វើជាឪរបស់កូនយើងវា unfair សម្រាប់ក្មេងមែនតើណាដែលត្រូវមានឪបែបហ្នឹង obviously គេអត់ច្បាស់ហ្មងឃើញអត់គេអត់មានទៅការអីចាំបាច់អីមួយយើងតែមានអនាគតមួយយើងគេធ្វើច្បាស់ប៉ុណ្្នឹងហ្នឹងហើយថៃបានទៅមកអង្គុយឆ្ងល់ទៀត let him go sis it's fine បើខ្ញុំរើសហ្នឹងណាខ្ញុំយកមនុស្សអញ្ចឹងមកធ្វើជាប្តីនឹងខ្ញុំនៅ single មកជីវិតហ្នឹងណាខ្ញុំសុខចិត្តនៅ single មកជីវិតខ្ញុំអត់រស់នៅជាមួយមនុស្សអញ្ចឹងដាច់ខាត I'm sorry bye ហើយក៏ខ្ញុំសូមឆ្លៀតផ្ដាំទៅអ្នកដែរមនុស្សមួយចំនួនដែលឃើញគេតែងតែសួរថាកាអាយុជ្រេហើយអាយុច្រើនហើយអត់ទាន់មានគ្រួសារទៀតអ្នកខ្លះដល់ទៅថ្នាក់និយាយថាអាយុច្រើនពេកហើយយកអត់មានកូនហើយយកកូនអត់បានថៃបើខ្ញុំអត់មានកូនទៅថៃ what is your problem like រឿងរបស់ខ្ញុំតារឿងការរឿងអីហ្នឹងជីវិតរបស់គេចេះគិតអីគេចេះប្រចាស់ណាអីគេមិនមែនរើសយកតែប្តីទេអ្នកគ្នាគេរើសយកឪឲ្យកូនគេទៀតអាហ្នឹងគឺអ្វីដែលខ្ញុំតែងតែនិយាយរាល់ដងហ្មងមនុស្សខ្លះខ្ញុំអត់សូវខ្វល់ជាមួយហ្មងអញ្ចឹងខ្ញុំអត់សូវយកចិត្តទុកដាក់នឹងទៅបញ្យល់ទេណាអ្នកទាំងអស់គ្នាមានការគិតបែបណាយល់ស្របឬមិនយល់ស្របជាមួយខ្ញុំអាច comment នៅនឹងបានខ្ញុំជឿហ្មងថាការនិយាយការរៀបរាប់របស់ខ្ញុំគឺវាសមហេតុសមផលហ្នឹងហើយចាំជួបគ្នានៅអេពីសូតក្រោយទៀត